កំពង់ផែនេសាទពិជ័យសេនាជ្រោយប្រោះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ2022ដោយគណៈយុគដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែនៃក្រសួងសាធារណការនិងដឹកជញ្ជូនដោយយោងតាមសំណើដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនាទីបាញ់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងដែលក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋប្រមាណ500គ្រួសារដែលរស់នៅប្រកបរបរនេសាទតាមមាត់ទឹកនៅឃុំជ្រោយប្រោះស្រុកកោះកុងខេត្តកោះកុងឲ្យមានភាពប្រសើរឡើងប្រកបដោយផាសុកភាពនិងបរិស្ថានស្អាតកាំងស្រងបៃតងស្រកខ្ចីមេត្រីស្នេហ៍ឆ្លៀកសាច់រិតតែទាំងខ្សែនេត្រាកំពង់ផែនេសាទពិជ័យសេនាជ្រោយប្រោះមានទីតាំងស្ថិតនៅក្នុងឃុំជ្រោយប្រោះស្រុកកោះកុងខេត្តកោះកុងកំពង់ផែនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ10ហិកតានិងមានហេដ្ឋារចនាសម្ព័ន្ធផែសំខាន់ៗរួមមានកំពង់ផែបេតុងទំហំ3239ម៉ែត្រការ៉េអគាររងចាំទំហំ11គុណនឹង13ម៉ែត្រចំនួន1ខ្នងផ្សារលក់ផលនេសាទទំហំ20គុណនឹង30ម៉ែត្រនិងរងចាំអ្នកដំណើរចំនួន2កន្លែងទំហំ6គុណនឹង15ម៉ែត្រចំណែកឯផ្លូវនាវាចរមានប្រវែងប្រមាណ10គីឡូម៉ែត្រតែនទីទេសចរដូចសួរលោកីកំពង់ផែនេសាទពិជ័យសេនាជ្រោយប្រោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់តាមរយៈការលក់ផលនេសាទនិងជាមជ្ឈមណ្ឌលភ្ញៀវទេសចរដើម្បីតភ្ជាប់ទៅតាមភូមិកោះនិងតំបន់ឆ្នេរទាំង5នៅកោះកុងក្រៅផងដែរដែលក្នុងនោះមានការតភ្ជាប់ទៅភូមិឡាំដាំឃុំជ្រោយប្រោះទៅភូមិកោះស្រឡៅឃុំកោះកាពិចម្ងាយ20គីឡូម៉ែត្រការតភ្ជាប់ទៅកោះកុងក្រៅចម្ងាយ15គីឡូម៉ែត្រនិងការតភ្ជាប់ទៅភូមិអាវឡាតាន់ឃុំជ្រោយប្រោះចម្ងាយ40គីឡូម៉ែត្រមានព្រៀបស្រស់ទូក្រៅក្នុងសម្រងកោះកុងព្រៀបបានអានងនារីខ្មែរបន្ទាប់ពីត្រូវបានអភិវឌ្ឍនិងសាងសង់ជាបន្តបន្ទាប់តាមដំណាក់កាលតាំងពីឆ្នាំ2022មកនៅឆ្នាំ2026និងឆ្នាំជាបន្តបន្ទាប់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែក៏មានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តំបន់ជុំវិញកំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ដើម្បីបង្កើននូវកម្រិតសន្តិសុខនិងសុវត្ថិភាពកំពង់ផែឲ្យកាន់តែប្រសើរឡើងផងដែរទន្ទឹមនឹងនេះអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែក៏សូមលើកទឹកចិត្តដល់ប្រជានេសាទព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្តប្រើប្រាស់កំពង់ផែនេះឲ្យបានទូលំទូលាយដើម្បីជំរុញលើកកម្ពស់ជីវភាពនិងកំណើនទេសចរនៅក្នុងខេត្តកោះកុងមើលនកចងដោយក្រងផ្សារជាប់អោបត្រនំ